ខ្ញុំបានអានសភៅមកបានមានន័យត្រង់តោះចំណុចនោះមានន័យមែនតើតើត្រូវទទួលយកអតីតកាលបានដោយរបៀបណាយើងត្រូវតែហ៊ានប្រាប់រឿងរ៉ាវរបស់ខ្លួនដោយស្មោះត្រង់ដោយការហ៊ាននិយាយឬសរសេរចេញពីបទពិសោធន៍ដែលធ្លាប់ឆ្លងកាត់ការហ៊ានបញ្ចេញវានឹងជួយឲ្យយើងយល់អំពីវាបានកាន់តែច្បាស់លើពីនេះយើងត្រូវតែចេះអត់ឱននឹងខ្លួនឯងដោយបន្តចងចាំពាក្យមួយគ្នាថាយើងគឺជាមនុស្សម្នាក់ដែលមិនល្អឥតខ្ចោះនោះឡើយដូច្នេះសូមអត់ឱននឹងខ្លួនឯងចំពោះកំហុសដែលយើងបានធ្វើកន្លងមកហើយសូមកុំភ្លេចដកស្រង់មេរៀននេះផងព្រោះបើជ្រុលជាយើងបានឈឺចាប់សម្រាប់តែភ្នែកខកចិត្តរួចទៅហើយយ៉ាងហោចណាស់ក៏យើងត្រូវតែរៀនសូត្រពីវាដើម្បីកុំឲ្យខ្លួនឯងត្រឡប់មកឈឺចាប់សារជាថ្មីនៅពេលក្រោយចុងក្រោយទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយសូមបន្តដំណើរទៅមុខទៀតបន្ទាប់ពីយើងទទួលបានមេរៀនគ្រប់គ្រាន់ពីអតីតកាលហើយសូមដោះលែងវាឲ្យឆ្ងាយពីយើងទៅចោះសូមចាប់ផ្ដើមបោះជំហានម្ដងបន្តិចទៅកាន់អនាគតរបស់យើងពីព្រោះនៅមានរឿងល្អៗមនុស្សល្អៗកន្លែងល្អៗនិងគោលដៅជីវិតល្អៗជាច្រើនទៀតដែលកំពុងតែរងចាំយើងហើយវាជារឿងដែលត្រូវធ្វើពេញមួយជីវិតហើយប្រើរបបពិសោធន៍និងមេរៀនជីវិតទាំងអស់ដើម្បីកសាងខ្លួនឯងឲ្យកាន់តែប្រសើរនិងរឹងមាំ